បទចំរៀងនេះខ្ញុំច្រៀងចេញពីចិត្តស្មោះថ្លែងពីកូនប្រុសដែលធ្លាប់ធ្វើឲ្យម៉ែយំដើរលេងកិច្ចផ្ទះជាមនុស្សរស់ក្រៅសង្គមធ្វើឲ្យអ្នកម៉ែបារម្ភព្រោះតែកូនប្រុសម្នាក់នេះញៀនស្រីល្បែងស្រាញៀនមកភ្លេចអ្នកមានគុណញៀនខ្លាំងហ៊ានលួចឆក់ប្លន់យកលុយចិញ្ចឹមមិត្តភក្តិថ្ងៃនេះភ្ញាក់ខ្លួនពេលដែលដៃជាប់ក្នុងច្រវាំងភ័យពេកទឹកភ្នែកហូរស្រក់ទើបកូននឹកឃើញដល់ម៉ែកូនសុំតកូនខំហើយណាម៉ែកូនប្រុសនេះមិនល្អទេអកតញ្ញូសាមានថ្ងៃនេះជួបហើយអំពើដែលកូនបានសាងសន្យាថានឹងកែខ្លួនថ្ងៃដែលកូនចេញពីគុកនេះគឺរឿងពិតសូមមិត្តកុំធ្វើតាមឡើយដូចខ្ញុំលទ្ធផលចុងក្រោយដេកកើយថ្មនៅក្នុងគុកត្រូវធ្វើមនុស្សល្អស្ដាប់បងក៏ម្ដាយឪពុកជីវិតរួមមានក្តីសុខអនាគតល្អរុងរឿងកូនសុំតកូនខំហើយណាម៉ែកូនប្រុសនេះមិនល្អទេអកតញ្ញូសាមានថ្ងៃនេះជួបហើយអំពើដែលកូនបានសាងសន្យាថានឹងកែខ្លួនថ្ងៃដែលកូនចេញពីគុកនេះគឺរឿងពិតសូមមិត្តកុំធ្វើតាមឡើយដូចខ្ញុំលទ្ធផលចុងក្រោយដេកកើយថ្មនៅក្នុងគុកត្រូវធ្វើមនុស្សល្អស្ដាប់បងក៏ម្ដាយឪពុកជីវិតរួមមានក្តីសុខអនាគតល្អរុងរឿងដឹងហើយឮហើយថ្នាំញៀនមានពឹងអាចធ្វើឲ្យមនុស្សទៅជាឈួតបានអត់ស៊ីអត់ដេកភ្នែករូងស្លេកស្លាំងហេតុអ្វីក៏ខ្ញុំខំប្រព្រឹត្តវានៅក្នុងខួរក្បាលនឹកចង់តែជួបមិត្តភក្តិបាក់ពួកសុទ្ធតែបាត់ផ្សាថឹកស៊ីកັບចាក់បងក៏បញ្ហាពុកម៉ែសោកាទឹកភ្នែករាល់ថ្ងៃខ្លះដាច់លុយហ៊ានលួចឆំប្លន់ថ្នាំធ្វើទុកខ្លាំងលែងស្គាល់បងប្អូន
កុំรู้កុំរើយដាក់អ្នកមានគុណអ្នកស្រុកអ្នកភូមិស្អប់មុខខ្ញុំណាស់ម៉ែឪប្រដៅខ្ញុំឌឺមិនស្ដាប់ពេលប៉ូលីសចាប់ទើបដឹងខ្លួនខុសចង់វិលទៅផ្ទះចង់កែកំហុសបងប្អូនស្រីប្រុងកុំធ្វើតាមខ្ញុំថ្ងៃខ្លះដាច់លុយហ៊ានលួចឆក់